កាត់វីដេអូខ្លួនឯងធ្វើវីដេអូខ្លួនឯងដល់ពេលដែលអង្គុយមើលវីដេអូខ្លួនឯងហើយសួរខ្លួនឯងវិញថាអញ្ចឹងបើមានគេបបួលមកសៀមរៀបទៀតណាសួរថាមកអត់ខ្ញុំអត់គិតយូរទេខ្ញុំនឹងឆ្លើយប្រាប់គេថាខ្ញុំមកទៀតហើយដោយសារតែសៀមរៀបមកពេលណាក៏អត់ចេះធុញដែរហើយឥឡូវខ្ញុំមករៀបរាប់ពីកន្លែងដែលខ្ញុំធ្វើដំណើរទៅសិនព្រលឹមឡើងពេលដែលខ្ញុំក្រោកឡើងគឺខ្ញុំមកញ៉ាំមីស៊ុបកាទៀវស៊ុបនៅកន្លែងអ៊ីរបស់ខ្ញុំសិនកន្លែងរបស់គាត់ហ្នឹងគឺនេះដាំបានជាមួយនឹងផាញអេផលផ្លែម្នាស់តូចៗអញ្ចឹងតែអត់ធំទេហើយមើលទឹកស៊ុបពេលដែលខ្ញុំមកហ្នឹងហើយខ្ទង់ម៉ោង8ហើយទឹកស៊ុបកំពុងតែពេញឆ្ងាញ់ហ្មងហើយអ៊ីរបស់ខ្ញុំនេះគឺគាត់លក់នៅក្នុងបរិយាសៀមណាមអញ្ចឹងបើសិនជាបងប្អូនណាដែលគាត់ហៅកន្លែងញ៉ាំដែលមានតម្លៃធូរថ្លៃហើយសំខាន់ឆ្ងាញ់ទៀតអ្នកទាំងអស់គ្នាកុំភ្លេចមកហៅកន្លែងអ៊ីខ្ញុំមកហើយគាត់មិនមានតែកាទៀវស៊ុបមីស៊ុបទេណាគាត់មានតាំងពីបាយឆាមីឆាក៏មានដែរហើយខែក្តៅអញ្ចឹងខ្ញុំឆ្លាញ់ហ្មងទៅដល់ណាក៏ស្បូរដោយផ្កាដែរហើយបន្ទាប់ពីញ៉ាំអីហើយពួកយើងមានកម្លាំងតិចអ្វីដែលពួកយើងធ្វើដំណើរបន្តទៅទៀតហ្នឹងគឺយើងមកលេងនៅកន្លែងប្រាសាទបន្ទាយស្រីនេះក៏ជាលើកទី2ដែរតាំងពីខ្ញុំការមកហើយគឺខ្ញុំបានមកដល់លេងនៅប្រាសាទបន្ទាយស្រីហ្នឹងគឺជាលើកទី2ខានមកយូរខ្លាចច្រើនមែនតើដោយសារតែខ្ញុំមកលើកទី1ហ្នឹងគឺខ្ញុំកំពុងតែទងន់ហើយដល់ពេលខ្ញុំមកឥឡូវនេះគឺកូនរបស់ខ្ញុំក៏ធំបាត់ទៅហើយមើលតែតាណាពីខាងក្រោយពាក់មួកពាក់អីចឹងទៀតហើយសំខាន់ឲ្យតែមកគឺនិយាយតែអង់គ្លេសទេឡើងពូកាយថាមុននេះមកពូសុំសំណេះសំណាលតិចមើលបានពូកាយនិយាយជាមួយមានណានិយាយខ្មែរមកវិញរិលកូនខ្មែរទេមិនមែនកូនបរទេសទេសំខាន់គឺកូនខ្មែរមកទស្សនាប្រាសាទខ្មែរតិចថាមកសៀមរាបហើយអត់ដើរលេងប្រាសាទមកសៀមរាបគឺត្រូវតែដើរលេងប្រាសាទនឹងឯងហើយអ្នកទាំងអស់គ្នាឃើញរូបនេះអត់រូបហ្នឹងបើតាមពូកាយគាត់និយាយគាត់ថារូបហ្នឹងគឺរូបយ័ន្តអញ្ចឹងណាយ័ន្តហ្នឹងរូបតបកឈូកតែបើយើងពិនិត្យមើលឲ្យដិតដល់គឺរូបតបកឈូកមែនព្រោះថាមានរូបផ្កាឈូកតបកស្ទាត់ស្លឹកឈូកអញ្ចឹងទៅហើយមានផ្លែឈូកនៅកណ្ដាលហ្នឹងហ្មងចាំមើលខ្ញុំដាក់ឲ្យមើលម្ដងទៀតយើងដើរលេងអញ្ចឹងកុំភ្លេចទឹកខែក្តៅអញ្ចឹងគឺថាញ៉ាំទឹកបានច្រើនគឺល្អអញ្ចឹងអ្នកទាំងអស់គ្នាមាន10ទឹកហើយញ៉ាំទឹកអស់គឺមានកន្លែង refill ឲ្យយើងដាក់ទឹកអញ្ចឹងទៀតអត់គិតលុយទេ free ដើរទៅដើរមកកូនរបស់ខ្ញុំគេល្អដល់កដោយសារគេអត់តបានញ៉ាំអីឥឡូវបានទិញក្រែមឲ្យលេងល្អបាត់ណាមួយមេក្តៅផងដល់ពេលអញ្ចឹងក្មេងគឺគាត់ចាញ់ក្តៅណាស់ថាខ្ញុំថាកូនខ្ញុំនេះគឺថាក្តៅប៉ុន្តែចេះតែស៊ូទ្រាំដើរអញ្ចឹងណាព្រោះយូរយើងមកម្ដងទេអញ្ចឹងបើសិនជាយើងអត់បានដើរមកលេងយើងស្ដាយដូចខ្ញុំធ្វើវីដេអូនេះអញ្ចឹងសម្រាប់បងប្អូនយើងដែលគាត់ដែរមកលេងនៅខេត្តសៀមរាបអីក៏គាត់អាចមើលលេងអញ្ចឹងណាតាមដានទស្សនាថានៅទីតាំងកន្លែងនេះមានរូបភាពបែបណាគេមានអីគេខ្លះអញ្ចឹងការធ្វើវីដេអូរបស់ខ្ញុំហ្នឹងគឺគ្រាន់តែចង់ចែកម្លែកជាមួយនឹងការដើរលេងបែបលក្ខណៈគ្រួសារហើយឥឡូវយើងរៀបចេញមកគឺយើងមកដល់ផ្លូវភូមិព្រះដាក់ឯងមកលេងសៀមរាបគឺអត់ដែរកិច្ចផុតពីភូមិព្រះដាក់ឯងព្រោះថាមានតាំងពីអាកោត្នោតផ្លែអាយជ្រូកអាំងហើយមានតាំងពីមាន់អាំងកែបបោកនិយាយទៅគឺថារបស់ញ៉ាំអីឲ្យតែម៉ោងថ្ងៃត្រង់គឺថាញុកហ្មងហើយនេះដោយសារតែខ្ញុំមកមុននេះអញ្ចឹងទៅខ្ញុំបានធ្វើវីដេអូថតឲ្យបងប្អូនទាំងអស់គ្នាមើលបើថាចំថ្ងៃចូលឆ្នាំវិញប្រហែលជាចូលអត់ចុះទេហើយពេលដែលខ្ញុំជិះកាត់មកវិញណាគឺថតបានជាប់ជាមួយនឹងប្រាសាទប្រែរូបតែខ្ញុំមិនដែលបានចូលទេធំតែបានជិះកាត់ដោយសារតែអស់ខ្យល់ហើយបន្ទាប់ពីចេញពីប្រាសាទរៀងដល់ថ្ងៃត្រង់ដែរអញ្ចឹងពួកខ្ញុំក៏ហៅចូលទៅទិញអីនៅកន្លែងផ្សារទំនើបអង្គរដែលជាសាខាទី2ថ្មីអញ្ចឹងណាអញ្ចឹងនេះគឺជាលើកទី1របស់ខ្ញុំដែរដែលខ្ញុំបានមកលេងនៅផ្សារទំនើបអង្គរនិយាយថាមានចរយន្តហើយបកូនរបស់ខ្ញុំវិញគឺថាលេឡាអត់ដឹងទិញអីទេហើយអ្វីដែលខ្ញុំ surprise ខ្លួនឯងជាងគេពេលដែលខ្ញុំចូលមកដល់ខ្ញុំមិនដឹងថាខ្ញុំត្រូវទិញអីទេព្រោះថាមកលៀនមុខនៅក្នុងហ្នឹងហ្មងហើយសូម្បីតែកូនរបស់ខ្ញុំឡើងនិយាយថាវ៉ាវហ្មងហើយអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែមើលវីដេអូរបស់ខ្ញុំនេះក៏អ្នកទាំងអស់គ្នាដឹងដែរថាវាទំនើបប៉ុណ្ណាហើយនេះខ្ញុំបានឡើងត្រឹមតែជាន់ទី2ណាខ្ញុំចុះមកវិញដោយសារមានអារម្មណ៍ថាដើរពីប្រាសាទរៀងហត់ហើយមកដល់ឡើងនេះដើរទៀតដល់ពេលអញ្ចឹងរៀងអស់ខ្យល់អញ្ចឹងណាហើយកូនរបស់ខ្ញុំទៅណាមកណាគ្រាន់លឺភ្លេងឥឡូវចេះរាំរបាំខ្មែរទៀតបងប្អូនយើងណាដែលអត់តបានមកលេងនៅខេត្តសៀមរាបកុំភ្លេចមកលេងមកស្កេតយកមួយថ្ងៃពីរថ្ងៃឈប់សម្រាកហើយជូនខ្លួនឯងដើរលេងអញ្ចឹងណាដើម្បី get energy ហើយយើងទៅធ្វើការរលុយសំលុយទុកវិញហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរហើយឆ្នាំថ្មីអញ្ចឹងជូនពរឲ្យហេងៗទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំគ្រាន់តែអូកាត់ក៏បានហេងៗដែរអរគុណបាយបាយ